រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកអក្សរសាស្ត្រចិនគឺកិរិយាសព្ទ18ពាក្យយកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជានៅលើពិភពលោកយើងនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនទី2ចំណេះដឹងចេះហើយមិនយកមកប្រើជាពឹសពុលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរដូច្នេះសូមរីករាយសិក្សាអក្សរទី17ម៉ែមានន័យថាលក់ថាចាយសឹងសៀនសឿឆាងម៉ែស៊ុយគួ他在生咸市场买水果គាត់លក់ឲ្យឈើស្រស់ៗនៅឯផ្សារ这种面包已经卖完了这种面包已经卖完了នំប៉័ងប្រភេទនេះបានលក់អស់ហើយ这件衣服卖得很便宜这件衣服卖得很便宜សម្លៀកបំពាក់នេះលក់ថោកណាស់经理打算把旧词买掉经理打算把旧词买掉លោកប្រធានមានគម្រោងលក់រថយន្តចាស់ចោល这款手机卖得非常好这款手机卖得非常好ទូរស័ព្ទនេះលក់ដាច់ខ្លាំងណាស់别把坏的东西买给别人别把坏的东西卖给别人កុំលក់វត្ថុខូចឲ្យអ្នកដទៃ省字អក្សរថ្មី生咸ស្រស់市场ផ្សារ面包នំប៉័ង便宜ថោក旧词ឡានចាស់手機ទូរស័ព្ទដៃអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសកជួបយាននិងឧបាសិកាខីកាសេនៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិននេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដោយចិត្តប៉ងប្រាថ្នាចេះភាសាបរទេសធ្វើឲ្យជីវិតមានជម្រើសច្រើនរាត្រីសួស្តីសូមជម្រាបលា